សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel Beat Warzone ថ្ងៃនេះផងដែរយើងនឹងមកបន្តសាច់រឿង Ipo ភាគទី35 36ទាំងអស់គ្នាក៏ប៉ុន្តែមុននឹងចូលទៅដល់ក្នុងសាច់រឿង Admin សូមសំណូមពរឲ្យបងប្អូនសូមកុំភ្លេចណាជួយ Subscribe ជួយ Like ជួយ Share ដាក់សញ្ញាកណ្ដឹងនិង Comment ពាក្យល្អៗឲ្យ Admin ម្នាក់មួយផងមកដើម្បីឲ្យ Channel Admin នឹងបានទៅដល់បងប្អូនដែលចូលចិត្តមើល Anime ដូចជាយើងដែរតោះដើម្បីកុំឲ្យខាតពេលយូរជាមួយនឹង Admin យើងចូលទៅក្នុងសាច់រឿងរបស់យើងតែម្ដងទៅរឿងរ៉ាវគឺចាប់ផ្ដើមឡើងនៅថ្ងៃបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់តួឯកប្រុសរបស់យើង Ipo បើផ្អែកទៅលើសម្ដីរបស់លោកគ្រូអ្នកគ្រូកាលពីមុន Ipo គ្រាន់តែជាក្មេងម្នាក់ដែលគេមើលរំលងក៏ប៉ុន្តែឥឡូវនេះវិញបានផ្លាស់ប្ដូរទាំងស្រុងហើយណាបាទគេបានក្លាយជាបុគ្គលដ៏លេចធ្លោនិងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសាលាបន្ទាប់មកយើងក៏ឃើញមិត្តភ័ក្តិរបស់គេគឺហៅមិត្តភ័ក្តិហ្មងទៅក្រុមបងធំយើងកាលពីមុនអូ Uyumi Sawa សើច្បង Takamura និង Matsuta បានមកសុំ Ipo នឹងថតជុំគ្នាជាអនុស្សាវរីយ៍ហើយព្រមទាំងមានហ្វូងមនុស្សដែលជា fan របស់ Ipo នឹងចោមរោមសុំថតរូបជាមួយនឹង idol យ៉ាងច្រើនកកកតែម្ដងក្រោយពីបញ្ចប់កម្មវិធីនៅក្នុងពេលដែល Ipo គឺកំពុងតែដើរត្រឡប់ទៅផ្ទះវិញជាមួយនឹង Yumi Sawa ស្រាប់តែបរិយាកាសក៏ប្រែទៅជាស្ងប់ស្ងាត់ Yumi Sawa ធ្លាប់តែជាអ្នកដែលក្អងក្អាត់និងជាអ្នកបង្ករបួសស្នាមធ្វើបាប Ipo កាលពីមុនក៏ចង់និយាយពាក្យសុំទោសពីក្នុងចិត្តទៅកាន់ Ipo ក៏ប៉ុន្តែចុងក្រោយគេនៅតែមិនដាច់ចិត្តនិយាយចេញមករួចក៏ដើរចេញទៅបាត់ទៅលក្ខណៈអៀនខ្លួនណាងាកមកមើល Ipo វិញក្រោយពីបែកពីមិត្តភ័ក្តិគេក៏បានទៅជួបជាមួយនឹង Miyata ដែលជាដៃគូប្រកួតរបស់គេតាំងពីដើមរឿងមកម្លេះហើយក៏ជាមិត្តភ័ក្តិរបស់គេផងដែរ Miyata បានមកជម្រាបលាទៀត Ipo ថារូបគេនឹងចាកចេញពីប្រទេសជប៉ុនដើម្បីទៅស្វែងរកការប្រកួតជាមួយនឹងអ្នកខ្លាំងៗនៅក្រៅប្រទេស Miyata ចង់ពង្រឹងសមត្ថភាពគេនឹងឲ្យកាន់តែខ្លាំងហើយគេនឹងសន្យាថាត្រឡប់មកវិញនៅពេលដែលគេខ្លាំងគ្រប់គ្រាន់ដែលអាចជាគូប្រកួតស័ក្តិសមជាមួយនឹង Ipo បាននៅពេលដែលឮបែបនេះ Ipo របស់យើងក៏បានដាស់តឿនខ្លួនឯងថាគេគ្មានពេលសម្រាកទៀតឡើយហើយត្រូវតែខិតខំប្រឹងប្រែងវឹកហាត់ឲ្យកាន់តែខ្លាំងជាងមុនទៀតណាស្របពេលនោះដែរគេឈ្មោះរបស់ក្លឹប Kamokawa កំពុងតែល្បីសុសសាយដោយសារតែជើងខ្លាំងមានដូចជាសាច់បង Takamura Aoki Kimura បានត្រៀមខ្លួនឡើងប្រកួតនេះហើយគឺជាមូលហេតុដែលមានក្មេងៗសិស្សថ្មីជាច្រើនបានសម្រុកមកចោះឈ្មោះចូលរៀនប្រដាល់នៅក្លឹប Kamokawa ហើយអ្វីដែលកាន់តែហួសចិត្តនោះទៅទៀតក្មេងថ្មីទាំងនោះគឺមិនស្គាល់ Ipo គឺជានរណានោះទេខ្ញុំអត់ស្គាល់ជាងខ្លាំងពួកគេថែមទាំងមើលងាយ Ipo ទៀតថាជាក្មេងសិស្សថ្មីដូចតែគ្នាណានឹងថែមទាំងដេញ Ipo ឲ្យចេញទៅមកខាងទៀតអាយអត់ស្គាល់មែនណាអត់ស្គាល់កណ្ដាប់ដៃ Ipo មែនហើយចំណែកឯសិស្សច្បង Takamura វិញដោយសារតែគាត់បានតមចំណីដែលគេហៅថា diet ហ្នឹងដើម្បីសម្រកទម្ងន់ផងនោះគាត់ក៏មានអារម្មណ៍ថាមូម៉ៅខ្លាំងយូរតែមែនទេនៅពេលដែលឃើញមនុស្សមកច្រើននិយាយរយៃTakamura ក៏បានបបួលក្មេងថ្មីទាំងអស់ហ្នឹងមកហាត់រត់ហាត់ប្រាណជាមួយគ្នាដើម្បីមើលថាអ្នកណាគេខ្លះអាចទ្រាំទ្រទៅនឹងការវឹកហាត់របស់គេបានមិនស្រួលណាហាត់បដាល់ឲ្យចង់សាកល្បងមែនអូនហើយនិយាយពីថានៅដើមទីម្នាក់ដូចជាមានជំនឿចិត្តខ្លាំងណាស់ក៏ប៉ុន្តែយូរទៅពួកគេចាប់ផ្ដើមបោះបង់ម្ដងម្នាក់រហូតតទៅអស់ពីជួររលីងនៅកណ្ដាលផ្លូវរត់នឹង Ipo ក៏បានប្រទះឃើញក្មេងប្រុសម្នាក់កំពុងតែក្អួតយ៉ាងខ្លាំងដោយសារតែអស់កម្លាំងអាលីងហើយ Ipo របស់យើងក៏បានចូលទៅជួយលើកទឹកចិត្តគេណាបន្ទាប់ពីបញ្ចប់ការរត់យ៉ាងវេទនាអើងកងអ្នកទាំងនោះក៏បានបោះបង់នៅក្តីសម័យរបស់ខ្លួនឯងទៅហើយសូម្បីតែអ្នកនៅសល់ចុងក្រោយគេក៏បានសុំឈប់ដែរពីព្រោះវាហត់ពេកសមាជិកនៅក្នុងក្លឹបចាប់ផ្ដើមអស់សង្ឃឹមក៏ប៉ុន្តែស្រាប់តែពួកគេក្រឡេកទៅឃើញមានមនុស្សម្នាក់គឺកំពុងតែរត់យ៉ាងត្រដាបត្រដួសបន្ទាប់មកពួកគេក៏បានដឹងថាម្នាក់នោះគឺជាក្មេងប្រុសម្នាក់ដែលក្អួតមុននឹងឯងហើយពួកគេក៏បានប្រកល់ក្មេងប្រុសម្នាក់នោះឲ្យ Ipo ជាអ្នកមើលថែនៅពេលដែល Ipo បានដើរទៅសួរសុខទុក្ខចង់ដឹងអញ្ចឹងណាក្មេងប្រុសនោះមិនត្រឹមតែមិនឆ្លើយនោះទេ
ថែមទាំងក្បួតដាក់អាវអ៊ីប៉ូប្រឡាក់ក្តិចគ្នាសោះដោយសារតែហេតុនេះហើយនេះទើបសាច់ច្បងតាកាម៉ូរ៉ាបានដាក់រហស្សនាមថ្មីឲ្យក្មេងប្រុសម្នាក់នោះថា Naomichi Yamada ឬក៏ Hiromichi ហើយរឿងរ៉ាវក៏កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៅទៀតនៅពេលដែល Aoki រើសបានកាបូបលុយរបស់ Yamada ភ័យស្លន់ស្លោខ្លាំងយត់តែមែនទេក៏ព្យាយាមបិទបាំងមិនឲ្យ Aoki នឹងបើកមើលនោះទេក៏ប៉ុន្តែត្រូវបានសិស្សច្បងតាកាម៉ូរ៉ានឹងចាប់បាននៅពេលបើកកាបូបនោះចេញមកគ្រប់គ្នាគឺថាភ័យស្លន់ស្លាំងស្លាំងកាំងយត់តែមែនទេនៅពេលដែលឃើញរូបរបស់អ៊ីប៉ូនៅក្នុងនោះនេះក៏មានន័យថាយ៉ាម៉ាដានឹងគឺជាអ្នកគ្រប់គ្រងរបស់អ៊ីប៉ូនឹងឯងក្រោយមកអ៊ីប៉ូក៏បានក្លាយទៅជាគ្រូបង្វឹកផ្ទាល់របស់យ៉ាម៉ាដាគេបានព្យាយាមបង្រៀនក្បាច់មូលដ្ឋាននិងបង្ហាញក្បាច់វាយខ្លះៗក៏ប៉ុន្តែត្រូវបានលោកគ្រូតាកម៉ូកាវ៉ាបានមកហាមឃាត់ពីព្រោះគាត់បារម្ភអំពីរបួសរបស់អ៊ីប៉ូដែលមិនទាន់ជាសះស្បើយល្អនៅឡើយនោះទេមិនចេះបានតែមកហាត់ចារបស់យោសរបួសមិនទាន់ជាស្រួលបួលផងហើយនៅថ្ងៃប្រកួតរបស់សិស្សច្បងតាកាម៉ូរ៉ាគីម៉ូរ៉ាអាអូគីក៏បានមកដល់អ៊ីប៉ូនិងយ៉ាម៉ាដាក៏បានចូលរួមនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីផ្ដល់កម្លាំងចិត្តឲ្យអាអូគីនៅពេលដែលដើរចេញទៅវិញអ៊ីប៉ូក៏បានចែករំលែកបទពិសោធន៍ជាអ្នកប្រដាល់អាជីពទៅកាន់យ៉ាម៉ាដាយ៉ាងជួយចិត្តជួយអារម្មណ៍តែម្ដងហើយស្របពេលនោះដែរពួកគេក៏ត្រូវបានកាត់ចង្វាក់ដោយលោកអ្នកកសែតនេះ Fuji របស់យើងគាត់បានមកណែនាំបរិមម្នាក់ឲ្យអ៊ីប៉ូនឹងបានស្គាល់ហើយបរិមម្នាក់នោះមិនមែនជាអ្នកណាផ្សេងទៀតទេគឺជាលោក Ichidet ដែលជាម្ចាស់ខ្សែក្រវ៉ាត់ប្រចាំប្រទេសជប៉ុនក្នុងទម្ងន់ Weather Wake តើជំនួបមួយនេះនឹងនាំអ្វីបន្តទៀតណោះហើយថាតើអ៊ីប៉ូនឹងត្រូវតតាំងជាមួយនឹងជើងខ្លាំងរូបនេះនៅពេលណាតើយើងទៅតាមដានភាគទី36ទាំងអស់គ្នារឿងរ៉ាវគឺបន្តនៅពេលដែលលោកដេតនឹងកំពុងតែណែនាំខ្លួនទៅកាន់អ៊ីប៉ូស្រាប់តែលបងធំតាកាម៉ូរ៉ាបានដើរកាត់មុខល្មមតាកាម៉ូរ៉ាបាននិយាយរំលឹកអំពីការជួបគ្នាដំបូងរវាងគាត់និងដេតឲ្យអ៊ីប៉ូស្ដាប់យ៉ាងសប្បាយរីករាយអឹងកងដេតបានប្រាប់ថាគេនឹងមកធ្វើជាអ្នកអត្ថាធិប្បាយសម្រាប់ការប្រកួតបន្តិចទៀតនេះឯងមុននឹងដើរចេញទៅតាកាម៉ូរ៉ាក៏មិនភ្លេចដាស់តឿនដេតដែរឲ្យប្រយ័ត្នចំពោះសមត្ថភាពរបស់អ៊ីប៉ូពីព្រោះថាកម្លាំងដៃរបស់ក្មេងម្នាក់នេះគឺមិនធម្មតានោះទេឮបែបនេះលោកដេតនឹងក៏បានញញឹមរួចបបួលអ៊ីប៉ូឲ្យទៅលេងនៅក្នុងក្លឹបរបស់គាត់នៅថ្ងៃក្រោយងាកមកឲ្យខាងការប្រកួតនៅលើសង្វៀនវិញអ៊ីប៉ូនិងយ៉ាម៉ាដាបាននាំគ្នាស្រែកហូកញ្ជ្រៀវគាំទ្រទៅមិត្តរបស់គាត់យ៉ាងខ្លាំងតែម្ដងលទ្ធផលគឺគីម៉ូរ៉ានិងអាអូគីបានឈ្នះក្នុងការប្រកួតទាំងប្រផិតប្រផាយក៏ប៉ុន្តែសម្រាប់សិស្សច្បងតាកាម៉ូរ៉ាវិញគឺថាវាគូប្រកួតនឹងឡើងខ្ទេចវល់តែម្ដងនិយាយរួមទៅគឺឈ្នះដាច់នៅយប់នោះក្រោយពេលពីបញ្ចប់ការប្រកួតក្រុមការងាររបស់ក្លឹបកាម៉ូកាវ៉ាបានមកពិភាក្សាគ្នាអំពីចំណាប់ថ្នាក់អាអូគីគីម៉ូរ៉ាមានសង្ឃឹមខ្ពស់នៅក្នុងការដណ្ដើមខ្សែក្រវ៉ាត់ប៉ះសិនបើគេឈ្នះពី3ប្រកួតទៀតពួកគេបានលើកទឹកចិត្តទៅកាន់អ៊ីប៉ូឲ្យខំប្រឹងប្រែងដណ្ដើមខ្សែក្រវ៉ាត់ក៏ប៉ុន្តែបរិសង្ហាអ៊ីប៉ូរបស់យើងបានតបទៅវិញថាអដែងណែក៏ត្រូវជួបជាមួយនឹងមនុស្សរហូតដល់ទៅ9នាក់ទៀតឯណោះទើបទៅដល់តំណែងម្ចាស់ខ្សែក្រវ៉ាត់ឮបែបនេះលោកតាកាម៉ូកាវ៉ាក៏បានកែសម្រួលភ្លាមវាមិនមែន9នាក់ទេវាគឺនៅសល់តែ9នាក់ទៀតតែប៉ុណ្ណោះនឹងឯងយប់នោះនៅក្នុងបន្ទប់របស់អ៊ីប៉ូបានអង្គុយរំលឹកអំពីការប្រកួតកន្លងទៅរបស់គេបាននឹកឃើញអំពីល្បឿននិងកម្លាំងរបស់គូប្រកួតមុនហើយក៏បានចាប់អារម្មណ៍និងងឿងឆ្ងល់ថាលោកដេតដែលជាម្ចាស់ខ្សែក្រវ៉ាត់នេះខ្លាំងដល់កម្រិតណាទៅណោះបន្ទាប់មកនៅថ្ងៃបន្ទាប់នៅក្នុងក្លឹបកាម៉ូកាវ៉ាយើងក៏បានឃើញថាអ៊ីប៉ូនឹងគឺកំពុងតែជួយបង្វឹកយ៉ាម៉ាដាដែលកំពុងតែត្រូវគេសើចចំអកដោយសារតែគាត់នឹងរំលងខ្សែមិនកើតដូចជាអ៊ីប៉ូកាលពីមុនអញ្ចឹងស្របពេលនោះដែរគីម៉ូរ៉ាក៏បានកត់សម្គាល់ឃើញថាវាមានរយៈពេល3ខែទៅហើយតាំងពីការប្រកួតចុងក្រោយរបស់អ៊ីប៉ូដូច្នេះរបួសដៃរបស់គាត់គួរតែជាសះស្បើយក្រោយពីទទួលបានការបញ្ជាក់អំពីអ្នកគ្រូពេទ្យ Yamaguchi ថាដៃរបស់គេហ្នឹងអាចប្រើប្រាស់កម្លាំងពេញលេញបានហើយអ៊ីប៉ូក៏ត្រឡប់ទៅក្លឹបវិញរួចបានវាយបាល់ខ្សាច់យ៉ាងធ្ងន់ដែលធ្វើឲ្យគេគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងកម្លាំងដៃរបស់គេគឺត្រឡប់មកវិញហើយយេដំណឹងល្អមិនតាន់ចប់ផងលោកយ៉ាគីក៏បានប្រាប់លោកគ្រូតាកាម៉ូកាវ៉ាថាខាងក្លឹបណាកាដៃ
របស់ Dad ហ្នឹងបានទូរស័ព្ទមកបបួល Ippo ទៅហាត់សមជាមួយនឹង Dad 3 ថ្ងៃក្រោយមក Ippo Yamada និងរៀមច្បង Takamura បានធ្វើដំណើរទៅកាន់ទីនោះក៏ប៉ុន្តែសិស្សច្បង Takamura បែរជាលួចដកខ្លួនទៅញ៉ែស្រីឯណាបាត់ឆ្កុយទុកឲ្យតែ Ippo និង Yamada ហ្នឹងទៅតែពីរនាក់ទៅអញ្ចឹងទៅនៅពេលដែលទៅដល់ម្ចាស់ក្លឹបប្រដាល់គឺលោក Nakadai នឹងឯងបានប្រាប់ Ippo ឲ្យកម្ដៅសាច់ដុំរងចាំ Dad ទៅនៅពេលដែល Dad បានមកដល់ Ippo ក៏បានសង្កេតឃើញ Dad ហ្នឹងនៅក្នុងការស្រមើស្រមៃឬក៏ shadow boxing របស់គាត់ហ្នឹងថាមានបច្ចេកទេសហ្នឹងវាយគ្រោះថ្នាក់មែនទែនដែលហៅថា corkscrew blow នៅពេលឡើងទៅដល់ Siring ណា Dad បានបដិសេធមិនពាក់មួកការពារសុវត្ថិភាពនោះទេដែលធ្វើឲ្យ Ippo កាន់តែបារម្ភទៀតហើយអញញ័រខ្លួនទៅត្រាត់ Dad បានប្រាប់ថាវាមិនអីនោះទេវាមកឲ្យអស់ពីសមត្ថភាពមកអូនគ្រាន់តែកណ្ដឹងបានបន្លឺឡើងភ្លាម Ippo ត្រូវសម្ពាធយ៉ាងខ្លាំងអំពីវត្តមានរបស់ Dad ដូចកម្លាំងធាតុចឹង Ippo ត្រូវបានស៊ីមកកណ្ដាប់ដៃយ៉ាងធ្ងន់ចំពេញទំហឹងតែម្ដងហើយបើសិនជាគេមិនពាក់មួកការពារនោះទេប្រហែលជាសន្លប់បាត់មាត់ឈឹងទៅហើយ Ippo ក៏បានព្យាយាមផ្ដោតអារម្មណ៍នឹងការពារខ្លួនក៏ប៉ុន្តែសមត្ថភាពរបស់គេហាក់ដូចជានៅឆ្ងាយខ្លាំងណាស់ពីម្ចាស់ខ្សែក្រវ៉ាត់រូបនេះបើទោះបីជាយ៉ាងណាក៏ដោយនៅពាក់កណ្ដាលទឹក Ippo ចាប់ផ្ដើមធ្វើបានល្អជាងមុនគេអាចកិច្ចក៏ដូចជាការវាយបកខ្លះៗបានថែមទាំងមានពេលមួយនោះគេបានវាយចំ Dad ធ្វើឲ្យ Dad ហ្នឹងបាត់បង់លំនឹងថែមទៀតផងក៏ប៉ុន្តែនៅពេលដែល Ippo ត្រៀមខ្លួនប្រើក្បាច់ផ្ដាច់ព្រ័ត្រទៅហើយស្រាប់តែកណ្ដឹងបានបញ្ចប់ទឹកទី1តែម្ដងទៅនៅក្នុងទឹកទី2 Ippo បានព្យាយាមយកខ្លួនដើម្បីគេចពីក្បាច់ corkscrew blow ក៏ប៉ុន្តែ Dad ក៏ដឹងតាន់ក៏បានតាមម៉ាត់រហូតដល់ Ippo តលច្រកទល់នឹងរិញបន្តមកទៀត Dad ក៏បានបញ្ចេញក្បាច់សម្លាប់របស់គាត់ corkscrew blow ពេញទំហឹងបើទោះបីជា Ippo លើកដៃការពារក៏ដោយក៏កម្លាំងរមួលមួយនេះណាវាប៉ះទង្គិចខ្លាំងយូរតែមែនទែន Ippo ឃើញ Dad រៀបនឹងវាយដៃឆ្វេងមកម្ដងទៀតគេក៏បានព្យាយាមការពារខ្លួនក៏ប៉ុន្តែចម្លែកត្រង់ថារាងកាយរបស់គេគឺលេស្ដាប់បញ្ជានិងមិនអាចកម្រើកបាននោះឡើយរូបភាពចុងក្រោយនោះគឺថា Ippo ត្រូវម្ដាយពេញចំកណ្ដាលមុខដួលសន្លប់លើសៃវៀនទាំងងឿងឆ្ងល់ថាហេតុអ្វីបានជាខ្ញុំកម្រើកមិនរួចអញ្ចឹងតើមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់ Ippo ហើយហេតុអ្វីបានជាគាត់កម្រើកមិនរួចកុំភ្លេចរងចាំតាមដានទស្សនារឿងនេះនៅភាគក្រោយទៀតណាហើយ admin ក៏សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរបើពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងនិង comment ពាក្យល្អៗឲ្យ channel Bitvoltoon ម្នាក់មួយផងមកណាយើងនឹងជួបគ្នានៅវីដេអូក្រោយខណៈពេលនេះ admin ក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនបាយបាយសូមព្រះប្រទានពរ